សួស្តីអ្នកទាំងអស់គ្នាខ្ញុំបាទស៊ីម៉ាឬក៏ហៅបានថាប្រុសស្មុកក៏បានដែរនៅថ្ងៃនេះអេមិនបន្តសាច់រឿងរបស់យើងបន្តទៀតដែលមានចំណងជើងថាកម្ពុជាជើងខ្លាំងនៅក្នុងពិភពវេទមន្តក៏ប៉ុន្តែមើលបន្តសាច់រឿងអេមានពិតជាអរគុណទៅកាន់គ្នាយើងមែនតើដែលបានសភៅកាហ្វេមកកាន់អេមានមានតែពេលជូនពរទៅកាន់អ្នកគ្នាតែប៉ុណ្ណោះសូមឲ្យសំណាងល្អនៅក្នុងឆាជីវិតការធ្វើដំណើរទៅណាមកណាប្រកបដោយសុវត្ថិភាពជានិច្ចម្យ៉ាងទៀតសម្រាប់គ្នាយើងដែលមានអំណរថាចង់ donate មកកាន់អេមានអីនោះអេមានដាក់ QR នៅទីនេះដើម្បីផ្ដល់ជាកម្លាំងចិត្តមកដល់អេមានហើយឥឡូវនេះដែរយើងកុំឲ្យចាំពេលវេលាយូរយើងមិនតាមដានសាច់រឿងរបស់យើងគឺតែម្ដងបន្ទាប់ពីឃើញហាត់ខាទាំងអស់នេះហើយឡាទីហ្វាបានធ្វើការសួរទៅកាន់រីអូថាម្នាក់ហ្នឹងគឺជាណាគេដល់ពេលទៅរីអូបានធ្វើការសាកសួរផងដែរហើយកញ្ញាម្នាក់ហ្នឹងក៏បានប្រាប់តែម្ដងថានាងគឺជាវិញ្ញាណធ្វើឲ្យពួកគេទាំងអស់គ្នាពិតជាមានការភ្ញាក់ផ្អើលខ្លាំងមែនទែនបន្ទាប់លើដូច្នេះដល់ពេលទៅរីអូក៏បានដឹងភ្លាមតែម្ដងដោយសារតែការពីលើកមុនហ្នឹងត្រីយ៉ាធ្លាប់ប្រាប់មកកាន់គាត់ដែរថាក្នុងខ្លួនរបស់គាត់ហ្នឹងកំពុងតែមានវិញ្ញាណមនុស្សស្រីម្នាក់នៅក្នុងខ្លួនរបស់រីអូនឹងឯងជាពិសេសរីអូក៏បានចងចាំផងដែរថាវិញ្ញាណម្នាក់ហ្នឹងហើយដែលបានបង្រៀនគាត់ពាក់ព័ន្ធអំពីការប្រើប្រាស់វេទមន្តដូច្នោះហើយរីអូក៏បានធ្វើការសួរទៅកាន់នាងផងដែរថានាងគឺមានឈ្មោះអ្វីវិញ្ញាណម្នាក់ហ្នឹងក៏បានតបទៅវិញផងដែរថានាងគឺមិនដឹងនោះទេអ្វីដែលនាងដឹងគឺថានាងគឺចង់តែក្បែរទៅកាន់ហារ៉ាតូតែប៉ុណ្ណោះចំណែកកញ្ញានៅវិញគឺចាប់ផ្ដើមឆ្ងល់តែម្ដងពាក់ព័ន្ធអំពីឈ្មោះរបស់ហារ៉ាតូហេតុអីបានជារីអូគឺមានឈ្មោះហារ៉ាតូអញ្ចឹងរីអូក៏បានតបថារឿងរ៉ាវទាំងអស់ហ្នឹងចាំគាត់បកស្រាយនៅពេលក្រោយទៀតអំឡុងពេលហ្នឹងវិញ្ញាណស្រីរបស់រីអូក៏ចាប់ផ្ដើមធ្វើការប្រស្រ័យតាក់ទងតាមវិញ្ញាណហើយនាងអត់ចង់ចាំអ្វីនោះទេសូម្បីតែឈ្មោះរបស់ខ្លួនឯងក៏នាងមិនចង់ចាំដែរប៉ុន្តែពាក់ព័ន្ធអំពីហារ៉ាតូឬក៏រីអូអីហ្នឹងគឺនាងដឹងទាំងអស់តែម្ដងដូច្នេះនៅពេលនេះនាងគឺចង់ឲ្យរីអូបានដាក់ឈ្មោះថ្មីឲ្យមកកាន់នាងចំណែករីអូក៏បានសុំគិតបន្តិចសិនដោយសារតែការដាក់ឈ្មោះវាមិនមែនជារឿងធម្មតានោះទេភ្លាមសារ៉ាបានមកប្រាប់ទៅកាន់រីអូថាបើពាក់ព័ន្ធអំពីវិញ្ញាណអីហ្នឹងពួកគេគួរតែប្រាប់ទៅកាន់ត្រីយ៉ាហ្មងទៅព្រោះថាត្រីយ៉ាក៏ជាវិញ្ញាណដែរអញ្ចឹងហើយពាក់ព័ន្ធអំពីវិញ្ញាណអីហ្នឹងអាចនឹងត្រីយ៉ាដឹងរួចមករីអូបានប្រាប់ទៅកាន់វិញ្ញាណរបស់គាត់ឲ្យមកតាមគាត់មកក៏ប៉ុន្តែសូមឲ្យនាងគឺស្លៀកពាក់ជាមុនសិនមានអីស្រាប់តែភ្ញាក់ផ្អើលតែម្ដងដោយសារតែវិញ្ញាណរបស់រីអូគឺមានសមត្ថភាពក្នុងការបង្កើតឈុតខ្លួនឯងនឹងឯងរីអូនៅពេលដែលឃើញសម្រស់ដ៏ស្រស់ស្អាតរបស់វិញ្ញាណរបស់គាត់បាននេះហើយក៏ស្រាប់តែនឹកឃើញអំពីមីចាន់ដូច្នោះក៏បានហៅទៅកាន់វិញ្ញាណរបស់គាត់ថាជាអាយសានិងសម្រាប់ចិត្តថាដាក់ឈ្មោះអាយសាឲ្យទៅកាន់វិញ្ញាណរបស់គាត់ហើយច្បាស់ខ្លាំងណាស់ឈ្មោះបែបនេះនាងពិតជាពេញចិត្តមែនទែនដល់អ្វីដែលរីអូក៏បានដាក់ឲ្យបន្តមកទៀតយកថារីអូក៏បាននាំអាយសាមកជួបជាមួយនឹងព្រឹទ្ធាចារ្យទាំង3នាក់នេះហើយធ្វើឲ្យព្រឹទ្ធាចារ្យទាំង3នាក់ពិតជាមានការភ្ញាក់ផ្អើលខ្លាំងមែនទែនមិននឹកស្មានថារីអូគឺអាចមានសមត្ថភាពក្នុងការដាក់វិញ្ញាណរបស់ខ្លួនឲ្យចេញមកក្រៅបានអញ្ចឹងណាស្របពេលនោះដែរត្រីយ៉ាគឺបានបង្ហាញខ្លួនហើយដោយសារតែនាងបានស្ទង់ដឹងអំពីវិញ្ញាណដ៏ខ្លាំងក្លាម្នាក់ត្រីយ៉ាបានធ្វើការសាកសួរទៅកាន់អាយសាផងដែរថាមានចងចាំអំពីអ្វីអត់ឬក៏ពាក់ព័ន្ធអំពីវិញ្ញាណអីចឹងទៅអាយសាបានតបទៅវិញផងដែរថានាងអត់បានចងចាំអ្វីនោះទេប៉ុន្តែអ្វីដែលនាងបានចងចាំនោះគឺពាក្យព័ន្ធអំពីរីអូតែម្ដងដែលនាងគឺជាមនុស្សតែម្នាក់គត់ដែលជារបស់រីអូត្រីយ៉ាបានសួរទៅកាន់អាយសាបន្តទៀតថានាងគឺមានជំនាញពាក្យព័ន្ធអំពីអ្វីដែរមានអីស្រាប់តែភ្ញាក់ផ្អើលដោយសារតែអាយសាបានអះអាងថានាងគឺចេះគ្រប់ផ្នែកទាំងអស់តែម្ដងមិនថាវេទមន្តឬក៏វិញ្ញាណអីនោះទេដោយសារតែបែបនេះហើយត្រីយ៉ានាងពិតជាចង់ដឹងមែនតើហើយក៏បានប្រាប់ទៅកាន់អាយសានិងរីអូធ្វើការប្រកួតគ្នាព្រោះថានាងពិតជាចង់ដឹងមែនតើហើយក៏ចង់ធ្វើតេអំពីសមត្ថភាពរបស់អាយសាផងដែរគ្រាន់តែចាប់ផ្ដើមការប្រកួតភ្លាមស្រាប់តែអាយសាបានស្ទុះឡើងលឿនតែម្ដងក្នុងការវាយប្រហារទៅកាន់រីអូចំណែករីអូក៏ពិតជាមានការភ្ញាក់ផ្អើលខ្លាំងមែនទែនព្រោះថាល្បឿនរបស់នាងពិតជាលឿនខ្លាំងណាស់ជាពិសេសរកកំដាប់ដៃរបស់គាត់នាងក៏អាចទប់ទល់បានទាំងអស់តែម្ដងដល់ពេលទៅរីអូគាត់ក៏ចាប់ប្រើប្រាស់វេទមន្តក្នុងការប្រឹងរាយកាយម្ដងក្នុងការទប់ទល់ជាមួយនឹងអាយសាហើយច្បាស់ខ្លាំងណាស់អាយសានៅពេលហ្នឹងក៏ចេះផងដែរហើយក៏បានប្រើប្រាស់វេទមន្តរបស់នាងក្នុងការវាយទៅកាន់រីអូតែម្ដងបន្ទាប់មករីអូបានប្រើប្រាស់វេទមន្តដុំតកក្នុងការវាយប្រហារទៅកាន់អាយសាបានតែលផននៅពីក្រោយខ្នងរបស់រីអូហើយក៏បានវាយបកវិញអញ្ចឹងហើយរីអូក៏បានប្រើប្រាស់វេទមន្តដុំភ្លើងក្នុងការទប់ទល់អំពីដុំតកបន្ទាប់មករីអូបានប្រើប្រាស់វេទមន្តខ្យល់គួចដើម្បីវាយប្រហារទៅកាន់អាយសាហើយអាយសាក៏ចេះផងដែរប៉ុន្តែត្រីយ៉ាបានប្រាប់ថានៅពេលនេះការប្រកួតត្រូវបានបញ្ចប់ហើយព្រោះថាវេទមន្តរបស់ពួកគេទាំងពីរនេះវាអាចប៉ះពាល់ដល់ភូមិនឹងឯងដោយសារតែបែបនេះហើយនៅពេលនេះពួកគេទាំងអស់គ្នាបានជឿជាក់ហើយថាអាយសានឹងគឺមិនបានកំហុសមកកាន់ពួកគេនោះទេថានាងចេះគ្រប់ផ្នែកអីចឹងទៅហើយអ្វីដែលពួកគេត្រូវធ្វើបន្ទាប់នោះគឺជាការបង្កើតកម្មវិធីជប់លៀងនឹងឯងនៅថ្ងៃមួយព្រឹទ្ធាចារ្យដូមីនីក៏បានសាងសង់នៅកន្លែងងូតទឹកមួយកន្លែងដែលយើងមើលទៅវាពិតជាទំនើបមែនទែនដែលក៏បានបង្កើតកន្លែងងូតទឹកបែបនេះគឺសម្រាប់តែរីអូតែប៉ុណ្ណោះអញ្ចឹងហើយរីអូក៏ពិតជាអរគុណទៅកាន់ព្រឹទ្ធាចារ្យដូមីនីមែនទែនប៉ុន្តែភ្លាមដែរស្រាប់តែឡាទីហ្វាមានការភ្ញាក់ផ្អើលជាខ្លាំងដោយសារតែរីអូបាននិយាយថានៅថ្ងៃស្អែកក៏ជាពេលវេលាដែលគាត់ត្រូវចាក់ចែងអំពីភូមិហើយគណៈពេលដែលពួកគេទាំងអស់គ្នាគឺមិននៅទីនេះស្រាប់តែសារ៉ាបានធ្វើការប្រាប់ទៅកាន់រីអូផងដែរបើសិនជារីអូបានចាក់ចែងអំពីភូមិនោះនេះគឺចង់ឲ្យរីអូបានទៅនិយាយគ្នាជាមួយឡាទីហ្វាបានច្រើនព្រោះថាចាប់តាំងពីរីអូបានត្រឡប់មកភូមិវិញគឺមិនសូវបាននិយាយគ្នាជាមួយឡាទីហ្វាប្រហែលទេសេរឿងក៏បង្ហាញនៅពេលយប់គណៈពេលដែលរីអូក៏កំពុងតែងូតទឹកក្តៅនោះភ្លាមស្រាប់តែមានការភ្ញាក់ផ្អើលដោយសារតែនៅពេលនេះឡាទីហ្វាបានចូលមកកន្លែងងូតទឹកដែររីអូបានប៉ះរសារទៅកាន់ឡាទីហ្វាកុំឲ្យ
ឲ្យធ្វើអញ្ចឹងអីដោយសារតែពួកគេនេះគឺជាមនុស្សប្រុសហើយមនុស្សស្រីចំពោះឡាទីហ្វានាងមកទីនេះអត់មានបំណងអាក្រក់អីនោះទេនាងគ្រាន់តែចង់ដុតក្អែលឲ្យទៅកាន់រីអូតែប៉ុណ្ណោះដំបងឡើយរីអូដូចជាមិនចង់នឹងឡើយក៏ប៉ុន្តែដោយសារតែការបង្ខំរបស់ឡាទីហ្វាពេកនោះក៏បានយល់ព្រមទៅខណៈពេលដែលឡាទីហ្វានាងក៏ពុតតែដុតក្អែលឲ្យទៅកាន់រីអូនោះឡាទីហ្វាបានប្រាប់ឈ្មោះពិតប្រាកដរបស់នាងនៅក្នុងប្រទេសជប៉ុនផងដែរដែលឈ្មោះរបស់នាងគឺមានឈ្មោះថា Endo Susune អំឡុងពេលហ្នឹងឡាទីហ្វាគឺកាន់តែភ្ញាក់ផ្អើលបន្ទាប់ពីដឹងឈ្មោះពិតប្រាកដរបស់ Haruto តាមពិតទៅនៅថ្ងៃដែលពួកគេបានជួបគ្រោះថ្នាក់ចរាចរណ៍ហ្នឹងនាងក៏ស្ថិតនៅក្នុងឡានក្រុងផងដែរអញ្ចឹងហើយរឿងរ៉ាវទាំងអស់នេះវាធ្វើឲ្យរីអូនេះវិញគឺពិតជាចៃដន្យមែនទែនដោយសារតែពួកគេនេះគឺបានស្លាប់នៅក្នុងពេលតែមួយនឹងឯងឡាទីហ្វាបន្ទាប់ពីនាងបាននិយាយរឿងរ៉ាវទាំងអស់ហ្នឹងហើយនាងក៏បានស្នើសុំទៅកាន់រីអូឲ្យត្រឡប់មកភូមិវិញផងដោយសារតែនាងគឺមិនចង់ឃ្លាតជាមួយរីអូប្រហែលទេចំពោះរីអូក៏បានយល់ព្រមក៏ប៉ុន្តែជាក់ស្ដែងក៏មិនទាន់ដឹងច្បាស់នោះទេថាគាត់ត្រឡប់មកវិញនៅពេលណាក៏បង្ហាញនៅព្រឹកថ្ងៃបន្ទាប់នៅថ្ងៃនេះក៏ជាថ្ងៃដែលរីអូក៏ត្រូវតែចាក់ចេញអំពីភូមិដើម្បីធ្វើដំណើរទៅអាណាចក្របេត្រុំហើយព្រោះថាយាយបានផ្ដល់របស់អ្វីមួយឲ្យទៅកាន់រីអូដោយបញ្ជាក់ប្រាប់ទៅកាន់រីអូថារបស់ដែលគាត់បានផ្ដល់ឲ្យទៅកាន់រីអូគឺពិតជាមានសមត្ថភាពខ្លាំងមែនទែនបើសិនជាយើងគឺមានបំណងថាចង់ទៅទីតាំងមួយណានោះយើងគ្រាន់តែគិតទៅគឺដល់តែម្ដងនិយាយស្រួលយកទៅគឺថាឧបករណ៍មួយនោះគឺសម្រាប់ teleport នឹងឯងរីឯព្រឹត្តិការណ៍ cellular នៅវិញក៏បានធ្វើការប្រកួតកបលមួយឲ្យទៅកាន់រីអូដោយបញ្ជាក់ថាកបលមួយនេះគឺពិតជាមានសមត្ថភាពខ្លាំងមែនទែនដែលធ្វើឲ្យសក់របស់រីអូបានប្រែក្លាយទៅជាពណ៌សដើម្បីងាយស្រួលក្នុងការលាក់អត្តសញ្ញាណរបស់ខ្លួនឯងចឹងទៅជាចុងក្រោយឡាទីហ្វាបានជូនពរទៅកាន់រីអូឲ្យធ្វើដំណើរតាមផ្លូវនោះគឺទទួលបានសុវត្ថិភាពការបង្ហាញមកកន្លែងសេលីនៅវិញនេះក៏បានកាន់សម្បត្តិរបស់រីអូផងដែរដែលមើលទឹកមុខរបស់នាងពិតជាគ្រឿងក្រំខ្លាំងណាស់មូលហេតុដោយសារតែមួយរយៈចុងក្រោយនេះរីអូគឺមិនដែលសរសេរសម្បត្តិផ្ញើសារមកឲ្យនាងនោះទេប៉ុន្តែភ្លាមៗស្រាប់តែអាប៉ែឆាលីគឺបានមកដល់ហើយក៏បានធ្វើការរាក់ទាក់ជាមួយនឹងសេលីចំណែកសេលីនៅវិញនេះក៏បានលាក់អំពីសម្បត្តិរបស់រីអូផងដែរកុំឲ្យទៅកាន់អាប៉ែឆាលីបានឃើញហើយការសន្ទនារបស់អាប៉ែឆាលីជាមួយសេលីគឺមិនបានយូរប៉ុន្មានទេដោយសារតែអាប៉ែឆាលីគឺមានកិច្ចការបន្ទាប់ដែលត្រូវធ្វើក៏បង្ហាញមកកន្លែងរីអូនៅវិញគាត់ជាមួយនឹងអាសាគឺបានមកដល់អាណាចក្របេត្រុំហើយរីអូក៏ចាប់ផ្ដើមឆ្ងល់តែម្ដងថាហេតុអីបានជានៅថ្ងៃនេះគឺមានមនុស្សអ៊ូអរច្រើនខ្លាំងម្ល៉េះនៅតាមផ្លូវដូច្នោះហើយរីអូក៏បានប្រែសក់របស់គាត់ឲ្យប្រែជាពណ៌សផងដែរដើម្បីងាយស្រួលក្នុងការលាក់អត្តសញ្ញាណក្រោយមកទៀតរីអូហើយនឹងអាសាបានចូលទៅក្នុងហាងនំប៉័ងដើម្បីទៅទិញអីញ៉ាំអីចឹងណារីអូបានសួរទៅកាន់អ្នកលក់ថាហេតុអីបានជានៅតាមផ្លូវគឺមានមនុស្សអ៊ូអរច្រើនខ្លាំងម្ល៉េះអ្នកលក់បានប្រាប់ថាដោយសារតែនៅថ្ងៃស្អែកនេះគឺមានក្បួនដង្ហែមួយពាក់ព័ន្ធអំពីការរៀបការជាពិសេសក្បួនរៀបការមួយនោះគឺជាក្បួនរបស់អភិជននឹងឯងសេរីក៏បង្ហាញនៅពេលយកថាអាសាហើយនឹងរីអូបានលួចចូលទៅក្នុងសាលារៀននេះដើម្បីទៅជួបជាមួយសេលីក៏ប៉ុន្តែរីអូក៏ពិតជាមានការភ្ញាក់ផ្អើលខ្លាំងមែនទែនបន្ទាប់ពីគាត់ទៅដល់បន្ទប់របស់សេលីហើយនោះគឺអត់ឃើញវត្តមានរបស់សេលីនោះទេជាពិសេសមិនថាសភៅឬក៏របស់របរអ្វីនោះទេគឺត្រូវបានរើចេញអស់ហើយអញ្ចឹងហើយដំណោះស្រាយចុងក្រោយគឺទៅសួរទៅកាន់គ្រូផ្សេងទៀតពាក់ព័ន្ធអំពីសេលីប៉ុន្តែសមត្ថភាពក្នុងការសម្ដំអីនោះគឺមានតែអាសាតែប៉ុណ្ណោះគឺអាចសម្ដំបានក្រោយមកទៀតយកថាអាសាបានប្រើសមត្ថភាពរបស់នាងក្នុងការសម្ដំទៅកាន់គ្រូម្នាក់ហើយចំណែករីអូក៏បានធ្វើការសាកសួរទៅកាន់គ្រូម្នាក់នឹងផងដែរថាហេតុអីបានជានៅទីនេះអត់មានវត្តមានរបស់សេលីទៀតអញ្ចឹងតើសេលីគឺទៅណាហើយមូលហេតុអីបានជានាងចាក់ចេញអំពីសាលាអញ្ចឹងទៅគ្រូម្នាក់នឹងក៏បានប្រាប់តែម្ដងថានៅពេលបច្ចុប្បន្ននេះសេលីកំពុងតែនៅក្នុងរាជវាំងព្រោះថាសេលីត្រូវតែរៀបការជាមួយនឹងអាប៉ែឆាលីសធ្វើឲ្យរីអូឡើងភ្ញាក់ព្រឹកតែម្ដងព្រោះថាសេលីបានសន្យាជាមួយនឹងគាត់ហើយថានាងគឺមិនរៀបការជាមួយអ្នកដទៃនោះទេអូខេអ្នកទាំងគ្នាសាច់រឿងរបស់យើងក៏ពោលជើងខ្លាំងនៅក្នុងពិភពវេទមន្តភាគទី10ក៏កាត់ចាប់នៅត្រឹមនឹងឯងហើយបើចង់ដឹងថាភាពបន្តទៅមុខទៀតវាទៅជាយ៉ាងណាក៏ទៅតាមដានជាមួយបន្តទៀតណាហើយមានក៏មានដំណើរអាក្រក់ចង់ប្រាប់ទៅកាន់គ្នាយើងផងដែរថាចាប់ពីពេលនេះទៅអេមានអត់ហ៊ានដាក់វីដេអូរៀងពេញច្រើននោះទេដោយសារតែ channel របស់មីនកំពុងតែជាប់ពមៀនអញ្ចឹងទៅវីដេអូមួយចំនួនអាចនឹង copyright ច្រើនខ្លាំងណាស់ហើយពាក់ព័ន្ធអំពី copyright ហ្នឹងក៏វាពាក់ព័ន្ធអំពីសាច់រឿងដែរដោយរឿងខ្លះវា copyright ខ្លាំងអញ្ចឹងទៅហើយរឿងខ្លះទៀតវាមិនសូវ copyright ប្រហែលទេទោះបីជាមីនបានដាក់វីដេអូទាំងដុលក៏ដោយក៏ប៉ុន្តែគឺនៅតែមិនអីអញ្ចឹងតែនៅពេលនេះមីនពិតជាឈឺក្បាលមែនតើដោយសារតែរឿង copyright នឹងឯងដូច្នោះហើយសង្ឃឹមថាគ្នាយើងអាចនឹងយោគយល់អំពីមីនថាស្ថានភាពរបស់មីនយ៉ាងណាទៅហើយបើចង់ដឹងពាក់ព័ន្ធអំពី copyright របស់មីនបន្តទៀតអីហ្នឹងគឺថាអ្នកគ្នាចូលទៅក្រុម Telegram ទៅដើម្បីងាយស្រួលក្នុងការដឹងអំពីដំណឹងមីនដោយសារតែរកដំណឹងផ្សេងៗមីនតែងតែតម្លាក់ចូលក្រុមឲ្យគ្នាយើងបានដឹងជាចុងក្រោយមីនមិនតែពីជូនពរទៅកាន់អ្នកគ្នាតែប៉ុណ្ណោះសូមឲ្យសំណាងល្អនៅក្នុងឆាតជីវិតការធ្វើដំណើរទៅណាប្រកបដោយសុវត្ថិភាពជានិច្ចឥឡូវនេះខ្ញុំបាទប្រុសស្មោកគឺមានតែប៉ុណ្្នឹងទេបាយបាយចាំជួបគ្នាភាគបន្តទៀតណាបាយបាយ